Bài videoនេះគឺជាបន្តចូលដល់ចំណុចទី5ដែលយើងសិក្សាអំពី view icon អញ្ចឹង view icon នេះគឺយើងសិក្សាដើម្បីធ្វើការកំណត់ទៅលើ icon របស់យើងឲ្យមានទំហំតូចទំហំធំល្មមនិងទំហំធំហើយក៏អាចធ្វើការកំណត់ icon របស់យើងធ្វើការតម្រៀបជាប់គ្នាដោយមិនអាចធ្វើការបំលាស់ទីដាច់ចេញពីគ្នាបានហើយនឹងអាចធ្វើការកំណត់ icon របស់យើងឲ្យរៀបជាលក្ខណៈក្រឡាដើម្បីឲ្យមានរបៀបរៀបរយមួយទៀតគឺអាចធ្វើការកំណត់លាក់និងបង្ហាញ icon នៅលើអេក្រង់កុំព្យូទ័ររបស់យើងបានផងដែរដើម្បីធ្វើវាបានគឺយើងត្រូវធ្វើការ right click ទៅលើ desktop មានន័យថាអេក្រង់កុំព្យូទ័ររបស់យើងហើយចូលទៅកាន់ពាក្យថា view បន្ទាប់នឹងឃើញមានជម្រើសដូចខាងក្រោមបាទដូចដែលរូបភាពបានបង្ហាញនេះនៅក្នុងនេះជម្រើសទី1គឺ line icon line icon គឺសម្រាប់ធ្វើការកំណត់ icon ឲ្យមានទំហំធំទី2គឺ medium icon សម្រាប់ធ្វើការកំណត់ icon ឲ្យមានទំហំមធ្យមទី3គឺ small icon សម្រាប់ធ្វើការកំណត់ឲ្យ icon មានទំហំតូចទី4គឺ auto rank icon សម្រាប់ធ្វើការតម្រៀប icon ឲ្យនៅជាប់គ្នាដោយស្វ័យប្រវត្តិទី5គឺ align icon to grid សម្រាប់ធ្វើការតម្រៀប icon ជាក្រឡាហើយទី6ចុងក្រោយគឺ show desktop icon សម្រាប់ធ្វើការលាក់ឬក៏បង្ហាញ icon ទាំងអស់បាទដើម្បីកាន់តែច្បាស់គឺលោកគ្រូនឹងធ្វើការអនុវត្តបង្ហាញតែម្ដងបាទបន្ទាប់ពីលោកគ្រូធ្វើការអនុវត្តបង្ហាញហើយអាចធ្វើការអនុវត្តដោយខ្លួនឯងបាទអញ្ចឹងយើងគ្រាន់តែធ្វើការ mouse ស្ដាំបាទបន្ទាប់មកយើងចូលទៅកាន់ view នេះហើយយកពាក្យថា like icon ដើម្បីធ្វើការកំណត់ icon នៅលើអេក្រង់កុំព្យូទ័ររបស់យើងនេះឲ្យមានទំហំធំបាទអញ្ចឹងឃើញទេបាទអញ្ចឹង icon នៅក្នុងអេក្រង់កុំព្យូទ័ររបស់យើងគឺមានទំហំធំបែបនេះបើសិនជាករណីយើងចូលទៅកាន់ view យើងជ្រើសរើសយកជម្រើសទី2គឺ medium icon មានន័យថាយើងកំណត់ឲ្យ icon នេះមានទំហំបាទល្មមមធ្យមដែលល្មមអាចមើលទៅស្អាតណាបាទពីច្រើនគឺលោកគ្រូជ្រើសរើសយកជម្រើសនេះហើយបើសិនជាករណីយើងជ្រើសរើសយកជម្រើសទី3គឺ small icon នេះគឺវាមានទំហំតូចជាងនឹងទៀតបាទមើលទៅវាអត់សូវស្អាតដែរណាប៉ុន្តែបើសិនជាករណីយើងមានដំឡើងកម្មវិធីជាច្រើនគឺយើងអាចធ្វើការជ្រើសរើស small icon ទៅដើម្បីអាចផ្ទុកនៅកម្មវិធីរបស់យើងអស់នៅលើអេក្រង់កុំព្យូទ័រណាបាទបន្តទៀតគឺតកតងទៅនឹង auto rank icon មានន័យថាយើងប្រើវាសម្រាប់ធ្វើការតម្រៀប icon ឲ្យនៅជាប់គ្នាហើយมันអាចធ្វើការបំលាស់ទីវាចេញពីគ្នាបានទេឧទាហរណ៍ថានៅក្នុងអេក្រង់កុំព្យូទ័ររបស់យើងនេះមាន icon បាទដាច់ដោយឡែកចេញពីគ្នានៅលើអេក្រង់បែបនេះអញ្ចឹងយើងចង់ធ្វើការតម្រៀបវាឲ្យជាប់គ្នាជាងយើងមិនហត់បាទចាំបាច់ចុចនៅឆ្វេងអង្គុយទាញវាដាក់បែបនេះទេបាទយើងទាញដាក់នៅកន្លែងនេះយើងចុចមកឆ្វេងជាប់ហើយទាញវាអូសដាក់ទីតាំងដែលយើងចង់បានណាអញ្ចឹងវាយូរបាទចំណាយពេលយូរដើម្បីកុំឲ្យចំណាយពេលយូរគឺយើងគ្រាន់តែធ្វើការមើលស្ដាំលើអេក្រង់កុំព្យូទ័ររបស់យើងហើយយើងចូលទៅកាន់ view ហើយយើងយកវាថា auto rank icon ជាមានន័យធ្វើការចាប់ទាញយក icon របស់យើងតម្រៀបជាប់គ្នាទាំងអស់តែម្ដងហើយយើងមិនអាចធ្វើការបំលាស់ទី icon ទាំងអស់ហ្នឹងដាច់ចេញពីគ្នាបានទេឧទាហរណ៍ថាលោកគ្រូចង់ទាញនៅបាទ icon DPC នេះចេញបាទជានៅពេលលោកគ្រូទាញមកឃើញវានៅជាប់គ្នាបាទវាបំលាស់ទីមែនប៉ុន្តែវាគឺនៅជាប់គ្នាមិនអាចដាច់ចេញពីគ្នាបានទេបាទយើងអាចបំលាស់ទីបាទទៅលើបាទឬក៏ទៅក្រោមបានប៉ុន្តែมันអាចចុចមកឆ្វេងទីវាដាក់មកខាងស្ដាំដៃនេះឃើញទេដាក់អត់បានទេហើយបើសិនជាករណីយើងចង់ដោះវាចេញបាទដោះចេញដើម្បីអាចទាញបំលាស់ទីឲ្យដាច់ចេញពីគ្នា icon របស់យើងដាច់ចេញពីគ្នាណាគឺយើងបាទចូលទៅកាន់ view ហើយចុចទៅលើ auto rank icon នេះវិញដើម្បីកុំឲ្យវាជាប់ tick ពីមុខនេះបាទជាងយើងចុចលើវាវិញមកយើងសាកទៅមើលឃើញមាន tick ទេបាទជាងមានថាយើងដោះវាចេញហើយជាងយើងអាចធ្វើការចុចមកឆ្វេងលើ icon DPC នេះមកឃើញទេជាងយើងអាចធ្វើការបំលាស់ទីបានហើយបាទបន្តមួយជម្រើសទៀតបាទយើងចូលទៅកាន់ view គឺតកតងទៅនឹង align icon to grid បាទបងប្អូនឃើញវាជាប់ tick នៅពីមុខបែបនេះមានន័យថាយើងជ្រើសរើសយកជម្រើសនឹងហើយមានន័យថាយើងដាក់រៀបវាជាក្រឡាដើម្បីឲ្យមានរបៀបរៀបរយបាទឃើញ icon យើងហ៎មានរៀបជាលក្ខណៈក្រឡាមានរបៀបរៀបរយមិនអាចទាញទៅដាក់លើគ្នាបានមើលបើសិនជាករណីយើងទាញដាក់លើគ្នាបានមើលទៅវារញ៉េរញ៉ៃតែបើសិនជាករណីយើងបាទដាក់មើលទៅបែបនេះគឺវាលក្ខណៈជាក្រឡាមើលទៅស្អាតណាត្រង់ជួរគ្នាល្អអញ្ចឹងបើសិនជាករណីយើងដក tick វាចេញបាទបើសិនជាករណីយើងចុចលើវាដើម្បីដក tick វាបាទឥឡូវលោកគ្រូចុចលើវាបាទ
dương mơ khi đọt thích với một chạy nhé chứ mình thấy dương chụp chờ rơ chụp chùm rơ ai align icon to grid ngay trên cái này dương chụp chờ rơ icon từng on ní cứ dương ai tiền đã lời khi bàn ở tí hot lực rồi tiền ở các vị thi Microsoft Edit đã từ lời các vị thi xây thì khơi nhé và chắc đã lời khi chứ cứ vì rồi nhảy và mới tới ở xa thế mày nè và ở xa thế và chứng cái này ní đầm bay ao các vị thi bảo trường mình nhảy đây vì khi mình ai tin đã lời khi mới tới ở xa rồi có rồi nhảyแบบนี้คือយើងគ្រាន់តែចូលទៅកាន់ view ហើយ tick ទៅលើបាទជ្រើសរើសយក align icon to grid នេះមកជាងវានឹងចាប់ផ្ដើមធ្វើការរៀបជាលក្ខណៈក្រឡាមើលទៅស្អាតបាទអត់អាចទាញដាក់ដូចបាញ់បានទេបាទហើយជំរើសចុងក្រោយតាក់ទងទៅនឹង show desktop icon show desktop icon នេះគឺប្រើសម្រាប់ធ្វើការលាក់ឬក៏បង្ហាញនៅ icon ដែលមាននៅលើអេក្រង់កុំព្យូទ័ររបស់យើងបើសិនជាករណីយើងឃើញវាមាន tick បែបនេះមានន័យថាគឺយើងកំពុងតែបង្ហាញ icon នៅលើ desktop មានន័យថាលើអេក្រង់កុំព្យូទ័ររបស់យើងហើយបាទអញ្ចឹងយើងឃើញមានប៉ុន្តែបើសិនជាករណីយើងចុចទៅលើ show desktop icon នេះបាទឧទាហរណ៍លោកគ្រូចុចមកឆ្វេងលើវាមួយឃើញវាបាត់ដែរបាត់ដោយសារអីដោយសារតែយើងដក tick បាទចុចទៅលើវាមួយមិញមានន័យថាយើងដក tick ចេញពីវាណាបាទតែបើសិនជាករណីយើងចុចទៅលើវាម្ដងទៀតមានន័យថាយើង tick យកជំរើសហ្នឹងបាទឃើញវាបង្ហាញ icon របស់យើងវិញហ៎បាទអញ្ចឹងតើតោះទៅនឹងការសិក្សាអំពី icon គឺលោកគ្រូមានប៉ុណ្ណឹងហើយសង្ឃឹមថាបងប្អូនអាចអនុវត្តបាទចេះទាំងអស់គ្នាហើយនៅវីដេអូក្រោយគឺយើងបន្តចូលដល់ចំណុចទី6តើតោះទៅនឹងការគ្រប់គ្រងទៅលើ taskbar បាទជាវីដេអូនេះគឺលោកគ្រូមានប៉ុណ្ណឹងសូមអរគុណ